សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាដែលតែងតែតាមដាន Channel វិទ្យាសាស្ត្រកន្លងមកថ្ងៃនេះយើងបានមកជួបគ្នាទៀតហើយដែលបានដកស្រង់ចេញពី Social Media ដែលមានឈ្មោះថាជូខ្មែរដូចនេះយើងចូលមកសាច់រឿងយើងទាំងម្ដងមករឿងនេះដែលមានចំណងជើងថាខ្មោចសងគុណល្ងាចថ្ងៃនេះអាកាសធាតុហាក់ដូចជាត្រជាក់ជាងពេលមុនសេងជាកំឡោះសង្ហាចូលចាំមិត្តសម្លាញ់នៅក្នុងហាងអាហារមួយក្រោយពីសម្រាប់ការសិក្សាទឹកក្រូចច្រមាច់ក្នុងកែវនៅចំពោះមុខគេនោះនៅសល់ជិតកន្លះកែវខ្សែថ្មេករបស់គេសម្លឹងទៅកាន់ផ្លូវចូលហាងនិងលើកនាឡិកាមើលម៉ោងជាញឹកញាប់ពេលខ្លះក៏ដកដង្ហើមវែងអីក៏ក្រមកផ្លែម៉ោងជិត6ទៅហើយរអ៊ូបណ្ដើជេបទឹកក្រូចបណ្ដើទាំងទឹកមុខស្រពឹបស្រពោនបង្ហាញនៅក្តីអស់សង្ឃឹមកាន់តែខ្លាំងឡើងមិនយូរប៉ុន្មានទៅគេដកដង្ហើមមកវិញពេលងាកទៅឃើញរាងខ្ពស់ចង្ក្រានក្នុងឈុតជាសិស្សសាលារបស់ចត្រាបង្ហាញឡើងនៅទ្វារចូលហាងចាំយូរហើយឬសម្លាញ់គិតមើលខ្លួនឯងទៅណាត់ម៉ោង5ឥឡូវម៉ោង6ជាងទៅហើយតើយូរដែរទេកំឡោះសេងសួរត្រឡប់ទៅវិញធ្វើឲ្យចត្រាសើចបណ្ដើងាកទៅបញ្ជាទឹកក្រូចពីស្រីរត់តបណ្ដើទៅបែរមកនិយាយជាមួយមិត្តសម្លាញ់វិញឈប់ខឹងទៅគ្នាសុំទោសព្រោះមានធុរៈទៅមកមិនបានទាន់ការណាត់ឯងណាត់គ្នាមកមានការអីដែរគឺរឿងបន្ទប់នៅឯងណែនាំគ្នាឲ្យទៅចូលនៅនោះណាឥឡូវនេះមានបញ្ហាហើយបញ្ហាអីទៅមានអ្នកលេងទៅឆៅឬធ្ងន់ធ្ងរជាងអ្នកលេងទៅទៀតសម្លាញ់គ្នាសង្ស័យបន្ទប់នេះមានខ្មោចណាជួបទេណាគ្នានិយាយការពិតណាចត្រាបន្ទប់ដែលគ្នាចូលនៅនោះប្រកាសជាមានខ្មោចមែនពេលខ្លះគ្នាយល់សពឃើញស្ត្រីម្នាក់ស្លៀកពាក់ពណ៌ខៀវរបៀបជាស្ត្រីខ្មែរពេលខ្លះទៀតបានឮសូរសំឡេងដូចមានមនុស្សយំបានឯងឈប់និយាយទៅកុំទៅយករឿងនិទានគ្មានការពិតនេះមកនិយាយឲ្យគ្នាស្ដាប់គ្នាមិនចូលចិត្តទេបើថាអបសពណាស់និយាយរឿងស្រីទៅគ្រាន់បានរំភើបចិត្តជាងចន្ទ្រាលើកដៃហាមឲ្យសេងនិយាយបន្តព្រមទាំងលើកកែវទឹកក្រូចជប់អស់កណ្ដាលទៅដាក់មកវិញចន្ទ្រានិយាយបន្តបង្ហាញប្រាប់តាមគំនិតរបស់គេថាឯងដឹងទេគ្នាក៏ធ្លាប់ទៅចូលបន្ទប់នោះដេកម្ដងមកកាលដែរពេលណាគ្នារកបានចំណីថ្មេកប៉ុន្តែគ្នាមិនធ្លាប់បានឃើញបានឮឲ្យទាល់តែសោះក្រៅពីសំឡេងសេចក្តីសុខរបស់យើងទាំងពីរនាក់ឈប់កត់ទៅមនុស្សស៊ីឆ្អែតយល់សពច្រើនខំរិនខ្លាំងសរសៃប្រសាទក៏ចុកខ្សោយលឺនេះលឺនោះផ្ដេសប្រាស់អញ្ចឹងហើយគ្នាថាឯងគិតច្រើនដោយខ្លួនឯងទេគ្នាមិនគិតច្រើនទេជាពិសេសការពីយប់មិញនេះយប់មិញយ៉ាងម៉េចពេលគ្នាកំពុងតែអង្គុយទន្ទិញមេរៀនសក់ក៏ស្រាប់តែឮសំឡេងស្ត្រីម្នាក់យំក្បាលជញ្ជាំងផ្នែកខាងក្រោយគ្នាពិតជាឮមែនណាសេងព្យាយាមអធិប្បាយឲ្យមិត្តភក្តិស្ដាប់ពីរឿងអាចកំបាំងដែលខ្លួនបានឮមកប៉ុន្តែចត្រាត្រឡប់ជាក្រវីក្បាលព្រោះកំឡោះសម័យថ្មីមិនជើស្រាប់ទៅហើយអារឿងតាក់ទងនឹងខ្មោចនោះគ្នាមិនប្រកែកទេថាឯងបានឮសំឡេងប៉ុន្តែហេតុអ្វីបានជាមិនគិតខ្លះផងថាសំឡេងនោះវាលឿនចេញមកពីបន្ទប់ក្បែរនោះណាហើយឈប់កត់ពីរឿងអត់ប្រយោជន៍នោះទៅគ្នានឹងព្យាយាមជឿឯងសេងកាត់សេចក្តីសរុបលេងនិយាយរឿងនេះតទៅទៀតខ្ញុំនិយាយក៏អត់ប្រយោជន៍ដែរព្រោះគេមិនជឿទៅហើយប៉ុន្តែគេនៅតែជឿថាក្នុងបន្ទប់របស់គេពិតជាមានវត្ថុអាថ៌កំបាំងចន្ទ្រាបដូររឿងសន្តិនី
រួចចោះរឿងស្ត្រីម្នាក់នោះឈ្មោះសួនដែលឯងលួចស្រឡាញ់នោះបានការយ៉ាងម៉េចទៅហើយបានត្រឹមតែលួចមើលគេប៉ុណ្ណោះមិនទាន់ហ៊ាននិយាយលេបខាយដាក់នាងនៅឡើយពេលឃើញម្ដងគ្នាទ្រាំមិនចង់បានទេវើយសឹងតែស្ទុះអោបឲ្យខ្ទេចឆ្អឹងគិតយ៉ាងម៉េចស្រេចតែឯងទៅប៉ុន្តែមើលចិត្តគេផងប្រយ័ត្នគេស្រែកពិបាកខ្មាស់គេវើយឥឡូវនេះតើឯងប្រង់តណាទៀតគិតថាត្រឡប់ទៅកន្លែងស្នាក់វិញហើយមួយរយៈនេះមិនសូវមានលុយទោះជាដើរទៅណាក៏មិនស្ថិតបាយដែរអូខេគ្នាក៏ប្រញាប់ទៅផ្ទះវិញដែរកិច្ចការផ្ទះនៅមានច្រើនទៀតសេងហៅអ្នករត់តុកមកគិតលុយបន្ទាប់មកទៅនាំគ្នាដើរចេញពីហាងនិងបំបែកគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនកំឡោះសេងត្រឡប់មកដល់កន្លែងស្នាក់ដែលផ្ទះនោះសង់ឡើងក្នុងលក្ខណៈពាក់កណ្ដាលជាផ្ទះថ្មនិងពាក់កណ្ដាលជាផ្ទះឈើមានទាំងអស់20បន្ទប់ជួនក្រោមនិងចុងគេបំផុតនៃអាគារគឺជាបន្ទប់ដែលសេងចូលនៅគេដើរមកឈប់នៅពីមុខបន្ទប់ខ្លួនឯងរុញកូនសោចូលទៅរួចស្រូបខ្យល់ដង្ហើមវែងនិងព្រឺរោមព្រើតពេលនឹងដើរដល់វត្ថុអាថ៌កំបាំងនៅក្នុងបន្ទប់របស់ខ្លួនប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចចាំបាច់ត្រូវតែចូលទៅព្រោះវាជាបន្ទប់ដែលខ្លួនចូលនៅយ៉ាងណាក៏ទ្រាំឲ្យគ្រប់1ខែសិនទៅរួចចាំរកកន្លែងចូលនៅថ្មីគិតថាប្រហែលជាគ្មានរឿងអីកើតឡើងទេពេលនេះសំឡេងយំដែលបានឮពីយប់មិញសូមឲ្យវាជាសំឡេងលន់ចេញមកពីបន្ទប់ផ្សេងដោយចិន្ត្រាថាទៅចុះគេប្រញាប់បើកភ្លើងបំបត្តិភាពអន្តិកានៅក្នុងបន្ទប់របស់គេដោះសម្លៀកបំពាក់រួចហើយបើកទ្វារក្រោយចេញទៅអង្គុយលេងនៅរបៀងខាងក្រៅអុចបារីជក់បណ្ដើខ្សែថ្មីសម្លឹងទៅកាន់ផ្ទះមួយខ្នងដែលនៅក្បែរតុចិត្តបង្អួចដោយមិនចាប់អារម្មណ៍នឹងអ្វីទាំងអស់សេងអង្គុយសម្លឹងមើលនាងរហូតអស់បារីមួយដើមទៅក្រោកទៅចូលបន្ទប់ទឹកដោយសារកែវថ្មីរបស់គេបានដកជាប់រូបនាងក្រមុំស្រស់ស្អាតដែលគេបានអង្គុយមើលអំបានមិញនោះទៅធ្វើឲ្យគេតបចិត្តមិនបានក៏បំពេញចំណងដោយខ្លួនឯងទៅជាមួយនឹងការស្រមើទៅរកនាងក្រមុំម្នាក់នោះដែលអង្គុយបង្ហាញរៀងឲ្យគេឃើញរាល់ថ្ងៃរហូតបានដល់ចំណុចកំពូលទៅក្នុងពេលនោះសេងទាំងមិនដឹងខ្លួនសោះថាកំពុងមានខ្សែថ្មេកអាចកំបាំងសម្លក់សម្លឹងការប្រព្រឹត្តរបស់គេដោយពេញចិត្តបំផុតយប់នោះកំឡោះសេងសង្ហាអង្គុយទន្ទិញមេរៀនរហូតងងុយទៅចូលដេកប៉ុន្តែវាបានត្រឹមក្នុងសភាពាក់កណ្ដាលលក់ពាក់កណ្ដាលភ្ងាកស្រាប់តែមានគេមកប៉ះរោមបេះដូងលូតញាប់នៅពេលឃើញពន្លឺភ្លឺពណ៌ខៀវស្រស់ថ្លាសន្សឹមបង្ហាញឡើងនៅឯសសរចុងជើងពន្លឺនេះកាន់តែភ្លឺឡើងបន្តិចម្ដងរហូតคล้ายជារូបរាងស្រីក្រមុំដ៏ស្អាតក្នុងឈុតរបៀបជាស្ត្រីខ្មែរពណ៌ខៀវសេងសម្លក់រូបភាពនោះស្ទើរមិនហ៊ានព្រិចថ្មេកការភ័យខ្លាចបានពុះជ្រែកចូលក្នុងបេះដូងរបស់គេរហូតញាប់ញ័រចម្ប្រក់មិនអាចទប់រងាប់បានគេចង់ស្រាយជំទាលឲ្យអស់សំឡេងប៉ុន្តែហាមាត់មិនរួចសោះគេបានត្រឹមតែបើកថ្មេកធំមើលរូបស្រីក្បែរសសរនោះដោយការតក់ស្លុតបំផុតជួយខ្ញុំផងសូមមេត្តាផងចុះជួយខ្ញុំផងសេងបានឮសំឡេងស្រីម្នាក់នោះយំអង្វរទាំងអន្តរអន្ទើតយ៉ាងច្បាស់ក្រឡែតអ្នកជានរណាសេងមិនបានហាមាត់សួរទេគេគ្រាន់តែគិតក្នុងចិត្តតែប៉ុណ្ណោះប៉ុន្តែនាងម្នាក់នោះបែរជាអាចស្ដាប់បានព្រោះនាងតបវិញថាខ្ញុំជាទេពធីតាព្រៃព្រឹក្សាគេ
គេនាំខ្ញុំមកនៅទីនេះយូរហើយខ្ញុំឈឺដើមទ្រូងខ្លាំងណាស់ជួយដកដៃគោចេញពីទ្រូងរបស់ខ្ញុំផងចុះខ្ញុំឈឺខ្លាំងណាស់នាងប្រាប់ថែមទាំងចង្អុលឲ្យមើលដើមទ្រូងផងកំឡោះសេងមើលឃើញថាត្រង់នោះមានពណ៌ក្រហមតូចមួយមែនទើបសួរថាតើខ្ញុំត្រូវជួយយ៉ាងម៉េចទៅបើខ្ញុំក្រោកឡើងមិនរួចផងនោះចាំស្អែកក៏បានជួយយកអ្វីមកដកឲ្យផងណារួចហើយចាំខ្ញុំសងគុណវិញខ្ញុំអស់ពេលហើយខ្ញុំត្រូវទៅហើយកុំភ្លេចជួយខ្ញុំផងណាលោកនាងនិយាយបង្អោសសំឡេងវែងរួចហើយរៀងពណ៌ខៀវរបស់នាងក៏សន្សំងងឹតទៅបន្តិចម្ដងរហូតងងឹតសូន្យដូចដើមកំឡោះសេងស្ទុះក្រោកឡើងអង្គុយថ្មេកប្រឹងសម្លក់ទៅសសននោះទាំងងងឹតចាក់ថ្មេកមិនយល់គេកំពុងឆ្ងល់ថាតើរូបភាពដែលគេឃើញអំបញ្ញនោះពិតឬទេត្រូវតែពិសោធន៍មើលសិនគេប្រាប់ខ្លួនឯងទាំងខំតាំងចិត្តគំនិតគេក្រោកឡើងទៅបើកភ្លើងបំភ្លឺនិងដើរទៅពិចារណាមើលត្រង់សសរមួយដើមនោះមួយសន្ទុះក្រោយមកគេឃើញមានដីគោមួយដើមដែលកប់នៅនឹងសសរពិនិត្យមើលស្ទើរមិនដឹងព្រោះវាកប់ជិតផុតក្បាលទៅហើយសេងសេងចឹងគិតរកមធ្យោបាយដើម្បីដកដីគោនោះចេញពីសសរឲ្យបានពេលនេះប៉ុន្តែគិតមិនឃើញសោះថានឹងយកអ្វីមកដកងើបមើលនាឡិកាឃើញថាម៉ោង11យប់ទៅហើយបើនឹងទៅដាស់គេឯងឲ្យមកជួយដកពេលនេះវាដូចជាចម្លែកពេកចាំស្អែកនេះខ្ញុំនឹងជួយដកឲ្យគេនិយាយជាមួយសសននោះដោយមនុស្សលបសតិរួចហើយវិលមកដេកវិញលក់ទៅទាំងអារម្មណ៍អណ្ដែតអណ្ដូងក្រឹកសំឡេងនាឡិការោលលួនបំពងកំឡោះសេងក្រោកឡើងទាំងអាការៈមមីមើគេឆ្លៀតទៅមើលសសននោះម្ដងហើយម្ដងទៀតមុននឹងចូលបន្ទប់ទឹកនឹងចេញមករៀបចំខ្លួនទៅសាលាថ្ងៃនេះគេរៀនស្ទើរមិនដឹងថាបានរៀនអីខ្លះផងព្រោះអារម្មណ៍របស់គេរវល់តែកើតទៅដល់សសរមួយដើមនោះរហូតជាប់ម៉ោងសិក្សាត្រឡប់មកវិញលោកអំសុំខ្ចីដង្កាប់បន្តិចសេងខ្ចីដង្កាប់ពីម្ចាស់ផ្ទះចូលបន្ទាប់ពីបានវត្ថុដែលត្រូវការហើយក៏ព្យាយាមដកដីគោលនោះចេញដោយលំបាកលំបិនទម្រាំតែសម្រេចដីគោលនោះមានស្នាមច្រេះចាប់ខ្លាំងណាស់ទំនងជាគេបោះទុកយូរហើយដកបានហើយក៏ក្រវែងចោលទៅក្រៅតាបង្អួចដោយមិនចាប់អារម្មណ៍នឹងដីគោលនោះប៉ុន្មានទេយប់នោះកំឡោះសេងអង្គុយរំលឹកមេរៀនតាមធម្មតាលុះដល់យប់ជ្រៅបន្តិចស្រាប់តែមានសំឡេងគោះទ្វាររបស់គេនរណានឹងអ្នកកំឡោះប្រញាប់ស្រាយសួរទាំងគ្មានឮសូរសំឡេងតបឡើយគេក្រោកឡើងទៅបើកទ្វារមើលពេលនោះស្រាប់តែគេបើកថ្មីធំបេះដូងលោតស្ទើរខ្ទាតចេញពីទ្រូងព្រោះអ្នកឈរក្បែរនោះគឺជាស្រីស្អាតឈ្មោះសួននៅផ្ទះទល់មុខដែលគេខំលួចមើលលួចស្រឡាញ់រាល់ថ្ងៃនោះអ្នកនាងមានការអីសេងសូរទាំងសំឡេងញួរព្រោះតែរងាប់ក្តីរំភើបមិនទាន់បានដែលសក់ស្រាប់តែនាងមករកគេនៅពេលនេះធ្វើឲ្យគេនឹកស្មានមិនដល់នាងញញឹមដាក់គេដោយខ្សែថ្មីតាក់ទាញជំនួសចម្លើយនាងចូលមកក្នុងបន្ទប់ហើយស្ទាក់ទ្វារបន្ទប់ដោយខ្លួនឯងកំឡោះសង្ហាតាមមើលកាយវិការនាងដោយក្តីងឿងឆ្ងល់អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលថែមទៀតនោះគឺនាងបែរមកសួរគេថាលោកស្រឡាញ់នាងម្នាក់នេះមែនទេនាងថាយ៉ាងម៉េចសេងមិនយល់នឹងសម្ដីរបស់នាងទៅត្រូវសួរទៅវិញយ៉ាងដូចនោះខ្ញុំដឹងថាលោកលួចមើលនាងរាល់ថ្ងៃ
ខ្ញុំមិនយល់នឹងសម្ដីរបស់អ្នកនាងសោះតើសួរចង់មានន័យថាយ៉ាងម៉េចនឹងបរោះកំលោះអេះក្បាលនឹកឆ្ងល់ផងខ្មាស់នាងផងដែលសក់សោកនាងអាចដឹងរឿងនេះប៉ុន្តែនាងនិយាយចេញមកហាក់ដូចជានាងមិនមែនជាតួខ្លួនឯងខ្ញុំមិនមែនសួនទេប៉ុន្តែលោកឃើញនេះអាចថាសួនមែនប៉ុន្តែខ្ញុំមិនមែនសួនទេតើនាងនិយាយពីស្អីប្រាប់ត្រង់មកខ្ញុំពិតជាមិនយល់ទល់តែសោះហើយពេលនោះទៅបនាងញញឹមហើយលើកចង្អុលដៃប្រាប់មែនហើយខ្ញុំភ្លេចប្រាប់លោកទៅថាខ្ញុំគឺជាមនុស្សដែលលោកឃើញនៅក្នុងសសរនោះណែនាងសេងនិយាយបានតែប៉ុណ្ណោះក៏ហាមឿនច្រកថ្លុងព្រោះឃើញនាងលឹតអាវឡើងបង្ហាញឲ្យឃើញដើមទ្រូងសចាំងធ្វើឲ្យគេស្រាវខ្លួនខ្ញាលោកជួយដកដៃគោអាគមមួយដើមនោះចេញពីទ្រូងខ្ញុំប្រាប់ហើយថាខ្ញុំនឹងសងគុណលោកវិញឬក៏លោកមិនត្រូវការនាងម្នាក់នេះទេនាងនិយាយបណ្ដើដោះអាវក្រវែងចោលបណ្ដើធ្វើឲ្យនាយកំលោះសំឡក់សំឡឹងមិនព្រិចថ្មេងទឹកមាត់របស់គេជ្រាបចេញច្រករហូតនិយាយមិនរួចពេលឃើញដើមទ្រូងនឹងដោះមួយគូសង្ហាបង្ហាញចំពោះមុខយ៉ាងនេះនាងទេពធីតាព្រៃប្រឹក្សាដែលសន្តាត់នៅក្នុងរាងកាយនាងក្រមុំសួនញញឹមណាក់គេគណៈនាងកំពុងតែដោះទំពក់ខោជើងខ្លីរួចស្រានឲ្យនៅតែខ្លួនននោគោកនាងបញ្ចេញកាយវិការបង្អួតរៀងអានអនតាក់ទាញបណ្ដាលឲ្យនាយកំលោះភ្លឹកភ្លៀងញាប់ញ័រស្រាប់ស្រារត់ធ្វើអ្វីមិនត្រូវមិនយូរប៉ុន្មានទៅប្រឹងកៃណូធ្វើចលនាមកដល់ក្បែរគេប្រគល់ឲ្យគេលើកដៃក្រសោមអបតាមសេចជាតិញៀនរួយភ្ចំបបោមាត់យ៉ាងស្និទ្ធញឹកញាប់បឺតជញ្ជក់យ៉ាងអន្ទះអន្ទែងក្រហល់ក្រហាយដោយត្រូវមុនស្នេហ៍រំដំគេរុញនាងឲ្យផ្ដេកទៅលើគ្រែរួចប្រតិបត្តិកិច្ចការតាមដែលកំពុងឆាប់ឆេះរលរៀលយ៉ាងសន្ធោពេញអង្គប្រានកំលោះក្រមុំទាំងពីរនាងក្រមុំបរិសុទ្ធពិតប៉ុន្តែកាយវិការតបស្នងរបស់នាងល្អឥតខ្ចោះមិនអោយបរោះសង្ហាទោះចាត់កន្លែងណាបន្តិចឡើយមួយសន្ទុះក្រោយមកព្យុះស្នេហ៍កំណាយក៏បានបញ្ចប់ទៅជាមួយនឹងសេចក្តីសោកកក់ក្ដៅគប់ចិត្តរៀងខ្លួនបរោះកំលោះបង្ហើយរាងកាយចោះចាញ់ពីលើនាងក្រមុំមកដេកអោបនាងពីចំហៀងទៅផងអង្អែលក្បាលផងបង្ហាញនៅការពេញចិត្តចំពោះរាងកាយរបស់នាងយ៉ាងខ្លាំងខ្ញុំស្រឡាញ់អ្នកនាងណាស់ដឹងទេតែខ្ញុំជាខ្មោចណាពេលនេះទៅសេងបានដឹងច្បាស់ថាអំបានមិញនេះគេលេងល្បែងកម្មម៉ាយជាមួយនឹងនាងទេពធីតាព្រៃប្រឹក្សាដែលសន្តាត់ក្នុងរាងកាយរបស់មនុស្សគេក្រោកឡើងអង្គុយមើលរាងកាយអាក្រាតរបស់ស្រីក្រមុំពីលើផុតក្រោមពីក្រោមផុតលើយ៉ាងជក់ចិត្តដិតអារម្មណ៍រហូតមានសេចក្តីត្រូវការឡើងមកម្ដងទៀតបើស្អាតម្លឹងខ្មោចក៏ខ្មោចចុះវើយនាយកំលោះនិយាយក្នុងចិត្តរួចហើយឡើងទៅទ្រពលើនាងម្ដងទៀតនាងក្រមុំបោះដៃទទួលអ្នកកំលោះអោបនាយជាប់នឹងមើលដើមទ្រូងរបស់នាងសេងចាត់ចែងដំណើរការក្រេបរសជាតិស្នេហ៍បន្តទៅទៀតមិនខាតប្រយោជន៍មួយវិនាទីណាឡើយវាជាល្បែងស្នេហ៍ពោពេញទៅដោយភ្លើងក្តៅងំបន្ទាប់ជាមួយនឹងសេចក្តីសុខដ៏ពេញចិត្តក្រៃលែងទោះបីថាសេចក្តីសុខនោះកើតឡើងជាមួយនឹងវិញ្ញាណផ្សេងរូបផ្សេងក៏ដោយការនិទានរឿងមកដល់ពេលនេះក៏សូមស្លេះទៅត្រឹមនេះ